បាទចឹងថ្ងៃនេះនាំវាយអារម្មណ៍ប្រមាណបងប្អូនបានមកចូលលេងនៅក្នុងផ្ទះបាយម្ដងថ្ងៃនេះគឺខ្ញុំមានសាច់មាន់ខ្ទឹមសមានគ្រឿងទេសហើយនឹងនេះអ្វីដែលសំខាន់នេះគឺគេហៅថាកសាំងទៀបឬក៏ដើមភ្លើងកែបកន្លែងខ្លះហៅភ្លើងកែបកន្លែងខ្លះហៅសាំងទៀបចឹងថ្ងៃនេះយើងនឹងធ្វើការចម្អិនអាហារម្ដងបាទសាកមើលធ្វើដៃមើលបាទតែនៅមានឲ្យជារសឈ្ងុយឬក៏ហូបកើតយ៉ាងណាបាទសូមតាមដានទាំងអស់គ្នាបាទសួស្តីបងប្អូនបាទថ្ងៃនេះនាំវាយអារម្មណ៍បងប្អូនបាទមកទស្សនានៅវីដេអូថ្មីៗមួយឥឡូវក៏ខ្ញុំនេះគឺបងប្អូនមិនឃើញបាទនេះគឺជាទូបាទផ្ទះបាយឥឡូវយើងថ្ងៃនេះនៅផ្ទះបាយម្ដងអញ្ចឹងដើម្បីកុំឲ្យពេលវេលាយូរអញ្ចឹងយើងទៅទស្សនាដល់គ្នាបាទជាដំបូងនេះយើងឃើញបាទនេះពុនខ្ញុំកំពុងតែរៀបចំកាត់បាទអញ្ចឹងដូចពុកម៉ែបងឃើញបាទនេះគឺមានអីទេគឺឡើងកែបឬក៏សាំងទៀបហ្នឹងឯងអញ្ចឹងនៅក្រោយផ្ទះក៏មានដោះច្រើនអញ្ចឹងណាអញ្ចឹងទៅក៏នឹកឃើញវីដេអូមួយធ្វើម្ហូបថ្ងៃនេះអញ្ចឹងណាហើយក៏ចង់បង្ហាញម៉ែបងប្អូនខ្លះដែរបាទកាត់ផ្លូវកែបនេះផ្លូវកែបឬផ្លូវកែបนี่ขับมาป่าร้อนngay chân mình đây chan mà bố nhà môn dương điệp trong thơm hộp ha chân khơi là phần kẹp chan chân nó nôm như cắt sân ta bà chân đôi môn khơi như cứ chan bên tên bà cứ mến tích chứ nè bà chan anh ấy còn là tích mà nay thế và nơi cái này rồi non nhom hay miền nơi cái này xây chết chân cái thật chan này thường mà thế bà lại thầm chiết đỏ đỏ thầm chiết chẳng á dương còn là boy smile còn là xăm át với tới và này cắt vía mơ tam đi dương lo chú với tới cái lô crop vía chú chúng tới ai đỏ ấy tiết chẳng á và dương còn là soi tức ấy riệp trong vía miền riệp rồi chẳng á chúng ta tiết của ngoài vốn miền được trong đài chẳng áបាទចឹងថ្ងៃនេះនាំវាយអារម្មណ៍ប្រមាណបងប្អូនបានមកចូលលេងនៅក្នុងផ្ទះបាយម្ដងថ្ងៃនេះគឺខ្ញុំមានសាច់មាន់ខ្ទឹមសមានគ្រឿងទេសហើយនឹងនេះអ្វីដែលសំខាន់នេះគឺគេហៅថាកសាំងទៀបឬក៏ដើមភ្លើងកែបកន្លែងខ្លះហៅភ្លើងកែបកន្លែងខ្លះហៅសាំងទៀបចឹងថ្ងៃនេះយើងនឹងធ្វើការចម្អិនអាហារម្ដងបាទសាកមើលធ្វើដៃមើលបាទតែនៅមានឲ្យជារសឈ្ងុយឬក៏ហូបកើតយ៉ាងណាបាទសូមតាមដានទាំងអស់គ្នាបាទចុះผมមានបាទឥឡូវនេះគឺយើងឃើញថាមានការរៀបចំគ្រឿងក្រៅគ្រឿងទេសអីបងប្អូនបាទដូចឃើញសាប់ឲ្យនេះពងមើលស្ដាំមើលឆ្វេងនឹងណានឹងណីណាគ្រឿងទេសគ្រឿងទៅណាទេនេះបាទចាឆងនេះស្ករក្រហមស្ករត្នោតបាទហើយតមទៀតមើលផ្សេងបាទបើកទូសិនមើលរយវ៉ែវ៉ាន់អស់សិនបានធ្វើម៉ូបទៅឆ្ងាញ់បាទចឹងបន្តទៀតបាទបងប្អូនបាទនេះចឹងយើងក៏ដាក់ខ្ទះហើយអីចឹងណាបាទចាក់ខ្លាញ់ចូលដាក់ខ្លាញ់ចូលឈុចចឹងទៅបាទទាំងច្រើនតិចហើយបាទចឹងតមទៀតក៏យកវេកមកក៏យើងក៏កោខ្លាញ់តិចទៅណាបាទដើម្បីវាក្តៅហ្នឹងហើយដើម្បីក្តៅចឹងទៅក្រោយមកទៀតមកទៅយើងមើលវាចឹងណាបាទទីអ៊ីនធឺណិតត្រូវវាបាទចឹងក្រោយវាខ្លាញ់ក្តៅហើយឥឡូវនេះគឺយើងចាប់ផ្ដើមរៀបចំបន្ថែមគឺការដាក់ខ្ទឹមសបាទដែលយើងបានច្រាំហើយចឹងណាយើងដាក់វាចូលទៅបាទចូលទៅយើងកូរវាចឹងណាបាទកូរវាឡើងអីថាជើងក្រងអីចឹងណាបាទក្តៅឡើងក្រហមអីចឹងគឺទៅវាកូរទៅចឹងណាបាទកូររហូតដល់មើលទៅថាល្មមហើយហ្នឹងហើយក្រោយមកទៀតយើងដាក់សាច់មាន់ចូលបាទសាច់មាន់ណាបងប្អូនមកយើងលើយកទៅសាច់ទេបាទហើយយើងក៏ជ្រាវវាកូរដាក់វាបន្ថែមទៀតទៅបាទឃើញថាមានអីទេក្នុងនេះមានតែប៉ុណ្្នឹងទេបាទការធ្វើម្ហូបអាហារវាអាស្រ័យទៅលើតិចនិចរៀងខ្លួនបងប្អូនហើយអាស្រ័យទៅលើចំណូលចិត្តសាប់ប្រៃទៅតាមនឹងបាទអញ្
ចឹងយើងគិតតែពីកោវាទៅបាទដើម្បីឲ្យវាក្តៅហើយអ្វីដែលសំខាន់ហ្នឹងគឺយើងកោដាក់ឲ្យវាប៉ះវាក្តៅទៅមកមួយខ្លាញ់មួយអីមើលភ្លើងមើលអីចឹងណាបាទវាចូលជាមួយនឹងខ្ទឹមមកវាឈ្ងុយចឹងទៅបាទវាឆាប់ឆ្អិនព្រោះដោយសារយើងមិនកោវាទេទុកទៅវាខ្លាចខ្លោចនេះកោការពារកុំឲ្យខ្លោចហើយក្រោយមកក៏យើងនឹងឲ្យបន្ថែមនឹងការដាក់នេះបងប្អូននេះគេហៅប្រេងខ្យងបាទប្រេងខ្យងដបចឹងណាបាទចឹងដាក់ប្រេងខ្យងទៅនេះខ្ញុំដាក់រៀងថាមកកណ្រោបចុះចាក់ទៅនេះមើលទៅដូចនេះហើយក៏ប៊ីចេងតិចទៅបាទតិចទៅព្រោះធម្មតាការហូបតែមានតិចតួចបាទហើយក៏ថែមទឹកត្រីបាទទឹកត្រីខ្មែរយើងមកបងមកយើងដាក់ចាក់ចូលទៅក្នុងនឹងវែកឆាចឹងទៅដាក់វាមកវែកឆាទៅផ្លឹបទៅបាទហើយវាមានទឹកប៉ែកចឹងទៅហើយក៏យើងកូរវាមកបងមកកូរដើម្បីឲ្យជាតិគ្រឿងទេសគ្រឿងទៅដែលយើងដាក់ចូលមានម្ទេសមានដូចយើងដាក់បាញ់មិញចឹងណាជាស្អីមកបងអញ្ចឹងយើងកូរវាដើម្បីឲ្យវាបានចូលជាតិនេះហើយក៏យើងបន្តបន្ថែមបាទក្នុងនេះបាទដូចមកបងនឹងឃើញនេះគឺជាស្ករត្នោតបាទស្ករក្រហមយើងណាស្ករត្នោតខ្ញុំដាក់មកស្លាបព្រាបាទមកបងអត់ដាក់ច្រើនទេភាសាខ្ញុំមិនសូវជាជួយផ្អែមដែរបាទនេះគាត់យើងដាក់ឲ្យវាមានជាតិបាទតិចតួចអញ្ចឹងក៏យើងកូរវាចូលគ្នាទៅតាមពិតមកបងអាចដាក់ស្ករសបានតែអីទេបាទតែគាត់ថាខ្ញុំចង់នេះដាក់វាស្ករហមឲ្យឡើងពណ៌ឡើងអីទៅអញ្ចឹងណាបាទហើយណាមួយស្ករក្រហមអញ្ចឹងទៅវាឆាប់ចូលជាតិហើយឆាប់ផ្អែមតិចកាន់លឿនហើយក្នុងនោះផងដែរបាទនេះមិនអត់ទេនេះម្រេចដាក់រាំងហល់តិចទៅយើងកុំដាក់ច្រើនពេកព្រោះដោយសារមានកូនមានដែរមានពុកចាស់ក៏ហូបដែរអញ្ចឹងណាបាទអញ្ចឹងយើងត្រូវការអីដាក់ចានខ្លួនឯងផ្សេងទៀតបាទអញ្ចឹងយើងកូរវានេះក្របនេះរួចហើយយើងទៅអញ្ចឹងណាឲ្យវាមើលទៅដាក់មើលភ្លើងមើលអីនេះហើយយើងគិតថាវាកុំឲ្យភ្លើងខ្លាំងពេកអីចឹងណាបាទហើយក៏បន្ទាប់មកទៀតយើងក៏ក្របវាមកសន្ទុះសិនទៅបងប្អូនបាទក្របវាទុកចោលសិនណាបាទឥឡូវឃើញថាសាច់យើងនេះដូចជាឆ្អិនហើយបាទឥឡូវខ្ញុំកូរមើលបាទឥឡូវមើលទៅគឺឆ្អិន 100% បាទសម្រាប់សាច់នេះណាបាទហើយបន្ទាប់មកទៀតយើងដួសភ្លក់មើលម៉ែបងប្អូនបាទធម្មតាយើងចិត្តសាបយើងចិត្តប្រៃឬយើងចិត្តផ្អែមបាទអញ្ចឹងឈៀបមិនឈៀបអីកូរវាបន្ថែមតិចទៅយើងថែមគ្រឿងថែមថយតាមអ្វីមើលចិត្តរបស់យើងអញ្ចឹងណាម៉ែបងប្អូនបាទយើងថែមតិចតួចទៅហើយឥឡូវយើងកូរវាចង់ make sure ថាវាឆ្អិន complete 100% ប៉ុណ្ណាអញ្ចឹងណាព្រោះសាច់វាមិនមែនជានេះឧស្មាទេសាច់ផុយល្អទេបាទចឹងបន្ទាប់មកទៀតមកក៏យើងកូរហើយក៏យើងដាក់កសាំងទៀតចូលចឹងបងប្អូនបាទចឹងកសាំងទៀតយើងដាក់ម្ដងតិចបងប្អូនកំច្រើនពេកព្រោះយើងដាក់ទៅយើងត្រូវការត្រឡប់ឬការអីចឹងណាដូចបងប្អូនបានឃើញចឹងណាយើងត្រឡប់វាម្ដងតិចដើម្បីឲ្យវាសុពណ៌តាមអ្នកការមួយហើយបើសម្រាប់បងប្អូនណាដែលចូលចិត្តមិនទៅជាសុពណ៌ខ្លាំងគាត់ដាក់តែមួយផ្លេតទៅលើវិញទៅបានចឹងណាតែនេះដោយសារខ្ញុំមានច្រើនទៅខ្ញុំចង់ធ្វើវាដាក់មានដែងច្រើនទៅខ្ញុំធ្វើវាមានទឹកប៉ែកផងអញ្ចឹងមកបងប្អូនមកខ្ញុំបន្ថែមវាអញ្ចឹងណាព្រោះដោយសារមានក្មេងហូបដែរអញ្ចឹងណាដូច្នេះហើយក៏ក្មេងពីច្រើនចូលចិត្តទឹកអីចឹងទៅស្រូបឥឡូវយើងដាក់ទឹកចូលបាទខ្ញុំដាក់ទឹកខ្លះសិនដោយសារក្មេងចូលចិត្តហូបបាយក៏មានទឹកស្រូបផងបើយើងអត់មាននេះទេយើងទឹកតិចគឺពិបាកនឹងហើយចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបងប្អូនក្រោយពីនេះហើយគឺយើងក្របវាចឹងទៅណាបាទក្របវាដាក់ភ្លើងអីមកសន្ទុះអីចឹងទៅឥឡូវនេះឆ្អិនហើយបាទលាក់សាច់មិនទឹកប៉ែកបាទចឹងលុកលាក់នេះគឺលុកលាក់ទឹកមិនលុកលាក់គោកទេចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនបាទលើសលោកុសឆ្កងហើយកុំប្រកាន់បាទហើយបើភ្លក់ទៅយើងស្ទើរគ្រឿងស្ទើរអីយើងថែមទៀតបានគ្រឿងក្រៅបាទចឹងមានតែប៉ុណ្ណឹងអូខេអរគុណច្រើនសម្រាប់ការតាមដានជួបគ្នាវីដេអូក្រោយបាទបាយ